nơi bênนี้nhom nom ở rom nè từng ngọc nia một tu sna nơi đàn chơi đại nhom ban bẩn đô rồi dạ về mùi năm còn lon mà nè ta nhom ban từ tua la đập là phải clap pi ca bẩn đô nơi đây đặt miền chi chiết từng ngọc nè tỏ nhom nằng nai nom nè từng ngọc nia mơ ông pi đam từng ngọc nụ ní cứ chia aloe vera đại dương ban bẩn đô tăng vì tu hay là ní vì ban thom hóiហើយទៅមុខនេះគឺជាដើមសក្រីយើងបានមួយគុំហើយនឹងដើមខាត់ណាឈើគឺយើងបានច្រើនប្រហែលជាច្រើនតែយើងបានបំបែកវាហើយនេះសោតគឺជាកូនព្រីងដែលយើងបានបណ្ដុះពេលថ្មីនេះរួមទាំងនេះបងប្អូនស្គាល់ហើយគឺជាខាត់ណាម៉ាឡេដែលយើងបានដុះដើមមួយដើមឥឡូវនេះយើងពង្រីកបានចិត្ត10ដើមជាងហើយនេះគឺជាដើមពុទ្រាដែលយើងបណ្ដុះបានរយៈពេល1ឆ្នាំមកនេះគឺជាដូងមួយយ៉ាងដូចជាដើមស្លានេះគឺជារបស់ដែលខ្ញុំចូលចិត្តហើយនេះគឺលហុងបងប្អូនឃើញទេនេះគឺជាដើមល្ពៅដើមអំពៅហើយខាងមុខនេះគឺជាដើមសាឡាក់ដែលជារបស់ប្រទេសផ្សេងតែយើងអាចបណ្ដុះបាននៅលើដីដែលគ្មានជីជាតិនេះហើយបងប្អូនឃើញហើយនេះខាត់ណាឈើដ៏ធំនេះហើយនឹងដើមរាសីមួយយ៉ាងដែលជាមែនរបស់ខ្មែរយើងនេះគឺជាដើមស្វាយពូជខៀវល្មើយនេះអាឡូវេរ៉ានេះល្អណាស់យើងទស្សនានេះដើមអំពៅជាមួយនឹងដំឡូងជ្វាហើយយើងនឹងបង្កប់នៅដំឡូងឈើឬហៅដំឡូងមីនៅខាងក្នុងនេះទៀតយើងបាន6ដើមហើយនេះជាកំពីងរាជសាលីដែលយើងបណ្ដុះរយៈពេល1ឆ្នាំហើយនេះវាមានកម្ពស់7 ម៉ែត្រហើយក្នុងនេះជាប្រភេទស្វាយធំដែលយើងតែបណ្ដុះមានតាមរុក្ខជាតិហូបផ្លែដូចជាខ្នុរស្មៅដែលយើងបណ្ដុះបន្ថែមទៀតនេះគឺជារូបភាពដែលយើងបានដាំយូរហើយតែវាមិនសូវល្អ